សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាវិលមកជួបខ្ញុំបាទសារជាថ្មីហើយខ្ញុំសូមចែកជូននៅវិញ្ញាសាសម្រាប់ត្រៀមប្រឡងក្របខ័ណ្ឌនានាបាទហើយក្នុងវីដេអូនេះគឺពាក់ព័ន្ធនឹងភាសាអង់គ្លេសដែលខ្ញុំស្រង់ចេញពីប្រភព Facebook ដែរទេដែលស្រាវជ្រាវដោយលោកគ្រូងួនប៊ុនធីនបាទច្រើនណាស់បងប្អូន300សំណួរមើលឲ្យតែចេះ300សំណួរហ្នឹងទៅប្រឡងហ្នឹងគឺយើងមានសង្ឃឹមណាស់ប៉ុន្តែមួយវីដេអូនេះមិនមែន300សំណួរទេវែងពេកខ្ញុំនឹងដាក់ជាភាគបាទហើយការឆ្លើយហ្នឹងវាស្រួលទេមានចម្លើយស្រាប់បាទបើខ្ញុំគ្រាន់តែអានហើយខ្ញុំយកចម្លើយតែម្ដងហ្នឹងវាមិនពិបាកយូរទេប៉ុន្តែគោលបំណងខ្ញុំគឺខ្ញុំចង់បកស្រាយខ្លះថាម៉េចបានជាយកចម្លើយហ្នឹងអាហ្នឹងឯងដែលវាយូរបាទអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅមើលតែម្ដងបើគ្រាន់តែអានចម្លើយអ្នកមិនយល់នៅតែមិនយល់ហើយអ្នកយល់ក៏គេយល់ហើយបាទខ្ញុំពង្រីកឲ្យធំឲ្យងាយមើលបាទអញ្ចឹងសំណួរទី1គេដាក់ថាខ្ញុំអានជូនខុសត្រូវអីយ៉ាងណាអធិស្ឋានបាទអានភាសាគេវាមិនដូចភាសាយើងទេបាទគេដាក់ទី1ថា by the time the principal arrived the students បាទហើយគេឲ្យយើងជ្រើសរើសទៅ the classroom អញ្ចឹងក្នុងនេះមានកខកខបាទគេយកចម្លើយកបាទគឺ had already cleaned កន្លែងនេះគេហៅថាទម្រង់ past perfect បាទហើយមូលហេតុដែលយកទម្រង់ past perfect ឥឡូវយើងមើលខមើលកគឺយកហើយខអានេះ present perfect អានេះpast simple ហើយអានេះ present progressive ឬថា present continuous អញ្ចឹងមូលហេតុដែលយក past perfect ដោយសារតែខាងដើមនេះគេប្រើជា past simple ប្រើជាមួយនឹង past perfect ក្នុងចំណុចមួយប៉ុន្តែខ្ញុំប្រាប់កន្លឹះតែម្ដងទៅកន្លឹះហ្នឹងគឺថាជាទូទៅឲ្យតែមានអា clear by the time អាហ្នឹងគេហៅថាផ្លូវកាត់បាទពេលខ្លះមិនបាច់គិតអត្ថន័យអីទេគិតអត្ថន័យវាអញ្ញាញ៉ៃដែរតែអញ្ចឹងបងប្អូនមាន clear ចំណុចនៃការប្រើប្រាស់ខ្លះគេដាក់ថា past perfect បាទ past perfect ហ្នឹងត្រូវបានប្រើប្រាស់ជាមួយនឹង clear មួយចំនួនគេដាក់អញ្ចឹង clear មួយចំនួនហ្នឹងមានដូចជា by the time that អីចឹងទៅណាអញ្ចឹងណាបាទអញ្ចឹងគេដាក់អញ្ចឹងយើងចំណាំកន្លែងខ្លះគឺចំណាំបាទ by the time that ដក that ចេញក៏បានដែរបាទអញ្ចឹងកន្លឹះវានៅកន្លែងហ្នឹងបងប្អូនបាទឃើញ by the time ហើយ by the time that ហើយមាន past simple អីចឹងទៅហើយមានហោហែតទៅមុខទៀតគឺអាហ្នឹងហើយភាគរយត្រូវច្រើនបាទអញ្ចឹងយកអាហ្នឹងផ្លាច់បាទមានន័យថាតម្រាំឬថានៅពេលដែលនាយកហ្នឹងមកដល់សិស្សានុសិស្សហ្នឹងបានសម្អាតថ្នាក់រៀនហ្នឹងរួចរាល់ហើយឃើញអត់មានន័យថាវារួចសកម្មភាពហ្នឹងវាបានចប់កាលពីអតីតកាលហ្នឹងវាបានចប់ហើយរឿងរ៉ាវដែលបានបំពេញរួចរាល់កាលពីអតីតកាលមុននឹងសកម្មភាពមួយទៀតហ្នឹងវាបានកើតឡើងបាទអញ្ចឹងកន្លឹះខ្លីចំណាំមកកន្លែងហ្នឹងបងប្អូនបាទចំណាំកន្លែងហ្នឹងទៅបាទអញ្ចឹងបន្តទៀតឃើញអត់មួយសំណួរហ្នឹងឡើងប្រហែលនាទីបាទហើយដូចខ្ញុំថាអញ្ចឹងបើគ្រាន់តែឆ្លើយយកវាមិនពិបាកទេតែពេលខ្លះវាអត់បានកន្លឹះជាពន្លឺអីណាបាទអញ្ចឹងខ្ញុំសូមចែកម្លែកប៉ុណ្ណឹងតាមការចេះប៉ុណ្ណឹងបាទខ្ញុំពង្រីកឲ្យធំបន្តិចទៅទី2គេដាក់ថា if I ហើយទុកចន្លោះទៅ you I would apply for the scholarship to study abroad មានន័យថាបើខ្ញុំជាអ្នកណាខ្ញុំនឹងណាកាលហ្នឹងណាបាទមិនកាលហ្នឹងអានេះគេនិយាយអ្វីដែលវាមិនពិតបច្ចុប្បន្នគេថាបើខ្ញុំជាអ្នកខ្ញុំនឹងដាក់សុំអាហារូបករណ៍ទៅសិក្សានៅបរទេសបាត់ហើយអញ្ចឹងគេមានកហ្នឹងមាន present simple អីចឹងទៅមាន am មាន was មាន were ហើយ have been បាទចម្លើយត្រឹមត្រូវគេដាក់ were បាទមិនបានដាក់ were យើងគិតអានេះគេហៅថាប្រយោគលក្ខខណ្ឌគេហៅថា second conditional tie to លក្ខខណ្ឌ tie to អញ្ចឹងអាហ្នឹង I គេប្រើជាមួយជាទូទៅ I គេប្រើជាមួយ was ទេប៉ុន្តែអាប្រយោគលក្ខខណ្ឌនេះ
គេបែរជាប្រើជាមួយ verb វិញកន្លែងខ្លះថា was ក៏បានដែរតែ verb ត្រូវជាងណាកន្លែងខ្លះអញ្ចឹងណា verb ត្រូវជាងអាហ្នឹងប្រយោគលក្ខខណ្ឌមិនបានត្រូវគេយក verb វិញដោយសារថាអាហ្នឹងវាមិនមែនជាការពិតនាពេលបច្ចុប្បន្នទេគ្រាន់តែពាក្យថាប៉ះសិនបើខ្ញុំជាអ្នកតែជាក់ស្ដែងខ្ញុំមិនមែនជាអ្នកទេអញ្ចឹងច្បាប់គេយក verb នេះត្រូវជាងយើងចំណាំអញ្ចឹងទៅបាទអាហ្នឹងគេហៅថា tie to អញ្ចឹងថាបើខ្ញុំជាអ្នកខ្ញុំនឹងឲ្យខាងក្រោយនេះគេប្រើ would ទៅហើយប្រើជាមួយ infinitive ធម្មតាទៅបាទអញ្ចឹងដូរអត្តន័យតែកន្លែង apply ទៅដាក់ verb អីផ្សេងទៀតអញ្ចឹងទៅហើយអានេះនៅតែ would អញ្ចឹងទៅបាទអញ្ចឹង if I were you អញ្ចឹង verb នេះគឺត្រឹមត្រូវថាមិនបានយក verb ដោយសារតែវាជា second conditional មានន័យថាលក្ខខណ្ឌតម្រង់វាតម្រង់ផាសទេប៉ុន្តែអត្តន័យគឺថាបច្ចុប្បន្ននេះវាមិនពិតមិនមែនជាការពិតនាពេលបច្ចុប្បន្នបើខ្ញុំជាអ្នកឃើញអត់ជាក់ស្ដែងអ្នកមិនមែនជាខ្ញុំហើយខ្ញុំក៏មិនមែនអ្នកដែរបច្ចុប្បន្ននេះឃើញអត់វាមិនមែនជាការពិតទេបើខ្ញុំជានាយករដ្ឋមន្ត្រីអាហ្នឹងសិតតែប្រយោគហ្នឹងអ្នកខ្លះថាបើខ្ញុំជានាយករដ្ឋមន្ត្រីខ្ញុំប្តឹងទៅ ICJ ឃើញអត់តែជាក់ស្ដែងគាត់មិនមែនជានាយករដ្ឋមន្ត្រីទេណាបាទអញ្ចឹងយក verb ហ្នឹងគឺត្រឹមត្រូវ 100% បងប្អូនទៅប្រឡងឃើញដាក់អានឹងខ្វាច់ដឹង100បន្ទុកពេញបាទមើលទី3 The new library បាទ by the Minister of Education next week បាទអ្នករៀបចំគាត់រៀបចំលយមែនតើអញ្ចឹងចម្លើយគេដាក់ will be open អញ្ចឹងពាក្យកលឹះវានៅអាកន្លែងនេះ next week មានន័យថាអ្វីគេចង់ប្រាប់ទៅអនាគតបាត់ទៅហើយបាទអនាគតហ្នឹងគឺវាប្រយោគអនាគតអត្តន័យអនាគតអញ្ចឹងគេដាក់នេះ will open is opening will be open ហើយណានេះ past simple វាអត់ត្រូវទេអា core នេះគូសចោលតែហ្មងបាទអានេះក៏ពេលខ្លះគេអាចប្រើក្នុងន័យអនាគតដែរប៉ុន្តែកន្លែងនេះវាមិនត្រឹមត្រូវទេភាគច្រើនហ្នឹងគេប្រើជាគម្រោងកម្មវិធីអីផ្សេងអញ្ចឹងគូសចោលទៀតតែបញ្ហាកហើយហ្នឹងគោគួរយកមួយណាបើអត្តន័យវាអនាគតដូចគ្នាប៉ុន្តែចម្លើយត្រឹមត្រូវគោដោយសារតែបណ្ណាល័យណាបណ្ណាល័យនឹងត្រូវបើកមិនមែនបណ្ណាល័យនឹងអ្នកបើកខ្លួនឯងណាគេអ្នកបើកឲ្យអញ្ចឹងfuture បាទកាលអនាគតប៉ុន្តែ passive មានន័យថាគេជាអ្នកទៅបើកវាណាបណ្ណាល័យនឹងត្រូវបានបើកឬប្រែថាគេនឹងបើកបណ្ណាល័យថ្មីហ្នឹងបាទអញ្ចឹងណាបាទប៉ុន្តែដោយសារតែដាក់អ្នកដែលធ្វើហើយអញ្ចឹងយើងប្រែមកថាយើងប្រែពីនេះមុនក៏បានដែរខាងក្រសួងអប់រំណាបាទខាងរដ្ឋមន្ត្រីក្រសួងអប់រំនឹងបើកបណ្ណាល័យថ្មីនេះនៅសប្តាហ៍ក្រោយឃើញទេអញ្ចឹងមិនមែនបណ្ណាល័យនេះអ្នកបើកទេគឺខាងក្រសួងជាអ្នកបើកទើបគេប្រើ passive បាទ future passive ដល់តែនេះវាលុះត្រាបណ្ណាល័យនោះវាចេះបើកខ្លួនវាបាទអញ្ចឹងអាពីរហ្នឹងអាចមានសំណួរថាម៉េចក៏មិនយកអាលើហើយចុះបើយកអាក្រោមហេតុអីនេះចម្លើយវានៅកន្លែងហ្នឹងថាបណ្ណាល័យនេះត្រូវបានគេបើកមិនមែនអ្នកបើកខ្លួនឯងទេបាទអញ្ចឹងខ្ញុំតទៅមុខទៀតបាទអញ្ចឹងបាន3ហើយបាទទី4 neither the teacher nor the students happy with the new schedule គេថាទាំងណាគេប្រើ neither ហើយនឹង nor ហ្នឹងវាមាន2ទាំង3ទាំងអីតាមហ្នឹងទៅគេប្រែកន្លែងនេះមកទាំងលោកគ្រូណាទាំងគ្រូនិងសិស្សណាទាំងគ្រូទាំងសិស្សមិនណាមិនសប្បាយចិត្តមិនរីករាយមិនពេញចិត្តអីចឹងទៅមិនសប្បាយចិត្តនឹង schedule ថ្មីហ្នឹងទេហ្នឹងគឺនឹង schedule ថ្មីហ្នឹងទេអត់ពេញចិត្តទេទាំងគ្រូទាំងសិស្សដាក់ឲ្យរៀនច្រើនពេកអីចឹងទៅបាទអញ្ចឹងកន្លែងនេះគេដាក់ is are has was អញ្ចឹងយកមួយណាបាទអញ្ចឹងបើយើងគិត has វាអត់ត្រូវទេពីព្រោះអានេះគុណនាមហ្នឹងធម្មតា adjective มันអាចមកប្រើជាមួយ has បានទេអញ្ចឹងអានេះខ្វែងចោលមួយបាទហើយចុះមិនក៏មិនយក was បាទដោយសារតែអានេះគេនិយាយអំពីនាពេលបច្ចុប្បន្នអីចឹងទៅតែបើយកក៏មិនអាចថាខុសបានដែរប៉ុន្តែចម្លើយគេដាក់មិនក៏មិនយក is ណាបញ្ហាវានៅតែហ្នឹងមិនក៏មិនដាក់ is មិនក៏មិនយក is បាទ teacher នេះឯកវចនៈហ្នឹង singular ហ្នឹងមិនក៏មិនយក is អញ្ចឹងអានេះគេហៅថា subject verb agreement មានន័យថា subject ហើយនឹងកិរិយាសព្ទហ្នឹង
verb ហ្នឹងគឺថាវាត្រូវដើរទន្ទឹមគ្នាសមាមាត្រគ្នាណាវាសមាមាត្រគ្នាបាទប៉ុន្តែអានេះត្រូវចំណាំថានាមណានាមណានៅខាងក្រោយគេមានន័យថាកិរិយាសព្ទនៅចិត្តនាមណាត្រូវយកតាមអាហ្នឹងនេះបាទត្រូវយកតាមកិរិយាសព្ទដែលវានៅចិត្តនេះបាទអញ្ចឹងអាចិត្តនេះ student ពហុវចនៈអញ្ចឹងត្រូវដាក់R student ពហុវចនៈបើសិនជាបញ្ច្រាស់ student មកដាក់ខាងមុខវិញ neither the students ពហុវចនៈ nor the teacher អញ្ចឹងត្រូវដាក់ is វិញទោះបី student នេះពហុវចនៈក៏ដោយប៉ុន្តែគេយកកិរិយាសព្ទទៅតាមប្រធានដែលនៅគៀកវាពាក់ព័ន្ធនឹងមាន neither ហើយនឹង nor វាអញ្ចឹងណាsubject verb agreement ក៏ពេលខ្លះត្រូវចំណាំវាអញ្ចឹងដែរបាទហ៊ានតែបញ្ច្រាស់ដាក់ student មកនៅឯណាហើយដាក់ teacher មកនៅឯនេះវិញគឺយក is វិញថាម៉េចអញ្ចឹងថាកិរិយាសព្ទវាដើរតាមប្រធានណាដែលនៅចិត្តវាអាហ្នឹងវាអញ្ចឹងណាបាទអញ្ចឹងណាបងប្អូនចាំសង្កេតមើលទៀតថាមានជួបអញ្ចឹងអត់បាទអញ្ចឹងខ្ញុំបកស្រាយប៉ុណ្ណឹងតើលេខ5 we are really looking forward you at the seminar បាទអាហ្នឹងវាខ្លះអានវាអត់ត្រូវដែរបាទ tomorrow បាទអានេះដូចជាសិក្ខាសាលាណាបាទ seminar សិក្ខាសាលាហ្នឹងណាបាទជាស្រ័យអានេះមានន័យថាពួកយើងណាកំពុងតែតន្ទឹងរង់ចាំលក្ខណៈ really ហ្នឹងគឺថាអូចាំតមើលទេណាពួកយើងតឹងរង់ចាំអ្នកឯងនៅនឹងណាពេលហ្នឹងពួកយើងនឹងតន្ទឹងរង់ចាំអ្នកឯងនៅអាកម្មវិធីសិក្ខាសាលាគេនៅថ្ងៃស្អែកពួកយើងនឹងតន្ទឹងរង់ចាំប្រើយ៉ាងក៏បានដែរបាទប៉ុន្តែអ្វីដែលជាវេយ្យាករណ៍បាទពេលខ្លះมันផ្ដោតលើប្រែទេគិតវេយ្យាករណ៍មិនក៏យើងមិនយក forward to see ណាមិនក៏យើងមិនយក seeing មិនក៏មិនយក see ហើយបែរជាមកយក to seeing វិញវាបើយើងគិតថាអីដូចមិនតំណងវេយ្យាករណ៍ពេលខ្លះមិនគិតតំណងឬមិនតំណងទេគិតលើត្រូវបាទ forward to see ដូចតំណងណា forward seeing ដូចតំណង forward see ដូចមិនសូវតំណងហើយអ្វីដែលមើលទៅដូចមិនសូវតំណងវាមាន to ហើយមកដាក់ seeing ទៀតណាអាហ្នឹងมันជាបញ្ហាហើយចម្លើយត្រឹមត្រូវគឺអា to seeing ហ្នឹងហើយបាទអញ្ចឹងអានេះមកពី clear វាto look forward ណា to look forward ហើយ to ទៀតបាទ look forward to ហ្នឹងមានន័យថាក្រោយវាគឺគេត្រូវប្រើជើរ៉ាន់បាទនេះអា seeing នេះជើរ៉ាន់ណាមិនមែនកាល continue ទេជើរ៉ាន់ហើយ to នេះក៏មិនមែន to infinitive ដែរ to នេះគឺ to preposition ទេ forward to clear វាអញ្ចឹង forward to អញ្ចឹងក្រោយ to ជាទូទៅក្រោយ preposition គេប្រើជើរ៉ាន់អញ្ចឹងដែរបាទក្រោយ preposition ដូច of ដូច about អីអញ្ចឹងណាដូច in អីអញ្ចឹងគេប្រើជើរ៉ាន់អញ្ចឹងអញ្ចឹង seeing នេះជើរ៉ាន់អញ្ចឹងអា3នេះអត់ត្រូវទេហើយមិនបានយក seeing ដោយសារអានេះជា preposition អញ្ចឹងក្រោយ preposition ហ្នឹងមុខងាររបស់ជើរ៉ាន់វាដើរតួនាទីជា object ជាកម្មបត្តិរបស់preposition to នេះបានគេយក seeing ណាអាហ្នឹងចម្លើយវានៅតែនឹងបាទហើយកន្លែងខ្លះយើងមិនតាន់យល់យើងចំណាំបាទ look forward to ដាក់ជើរ៉ាន់មកទោះបីជាដូរពីកិរិយាសព្ទ C ទៅអីផ្សេងក៏ដោយក៏នៅតែ ing ចឹងដែរបាទមូលហេតុវានៅហ្នឹងបាទអញ្ចឹង forward to seeing មានន័យថាតន្ទឹងរង់ចាំបាទអញ្ចឹងខ្ញុំបកស្រាយប៉ុណ្ណឹងបន្តទៀតទី6 the woman daughter won the spelling bee contest is an English teacher បាទពាក្យខ្លះខ្ញុំអត់ចេះដែរអាកន្លែងនេះពាក់ព័ន្ធនឹង relative pronoun គេហៅថា relative pronoun បាទគេប្រើនៅក្នុង adjective clause អញ្ចឹងកន្លែងនេះគេយក whose មិនបានមិនយក who មិនក៏មិនយក whom មិនក៏មិនយក which បែរជាយក whose ភាសាអីយើងប្រែសិនមកយើងថាស្ត្រីហ្នឹងបាទស្ត្រីដែលវាមានដែលកន្លែងហ្នឹងដែលកូនរបស់គាត់ណាកូនរបស់គាត់ឈ្នះណាប្រកួតឈ្នះបាទឈ្នះការប្រកប
គេហៅថា spelling ណាឈ្នះការប្រកបពាក្យប្រកបអីចឹងណាបាទពាក្យនេះខ្ញុំមិនដឹងប្រែថាម៉េចទេ clear នេះបាទប៉ុន្តែខ្ញុំយល់ន័យថាការប្រកួតប្រកបគ្នាហ្នឹងឯងបាទអត់បានឆែកពាក្យបាទគឺជាគ្រូអង់គ្លេសបាទមានន័យថាកូនគាត់ដែលឈ្នះអាការប្រកួតប្រកបពាក្យហ្នឹងស្ត្រីហ្នឹងគឺជាគ្រូអង់គ្លេសមិនមែនកូនគាត់ជាគ្រូអង់គ្លេសទេប៉ុន្តែគេគ្រាន់តែចង់និយាយថាស្ត្រីណាស្ត្រីដែលកូនគាត់ឈ្នះការប្រកួតស្ត្រីហ្នឹងគឺជាគ្រូអង់គ្លេសបាទប៉ុន្តែចម្លើយដែលយើងយកហ្នឹងយក host ថាហេតុអីបានយក host ថានេះគេនិយាយអំពីកម្មសិទ្ធិកូនរបស់អ្នកណាណាកូនរបស់គាត់ហ្នឹងអ្នកណាគឺស្ត្រីនឹងឯងអានេះវាពាក់ព័ន្ធនឹងកម្មសិទ្ធិអញ្ចឹងគេមិនយក who ទេអត់ត្រូវវាអត់ត្រូវន័យដូចគេថាលោកគ្រូដែលដៃរបស់គាត់ណាឃើញទេដែលដៃរបស់គាត់ឬថាលោកគ្រូដែលប៊ិចរបស់គាត់អញ្ចឹងណាវានិយាយពីកម្មសិទ្ធិអញ្ចឹងគឺគេយក whose ឬក៏ដូរទៅជាអីផ្សេងទៅតាមនាមដែលនៅខាងក្រៅជាមនុស្សជាសត្វជាវត្ថុអីចឹងទៅបាទដោយសារតែកន្លែងនេះកូនហ្នឹងគឺជាមនុស្សហើយអញ្ចឹងគេប្រើ whose និយាយពីកម្មសិទ្ធិ whose នេះណាស្ត្រីដែលកូនរបស់គាត់ឈ្នះការប្រកួតប្រកបពាក្យហ្នឹងគឺជាគ្រូអង់គ្លេសស្ត្រីហ្នឹងគឺជាគ្រូអង់គ្លេសបាទមានន័យចឹងបាទខ្ញុំយកប៉ុណ្ណឹងទៅមុខទៀត7 The teacher asked the student he was late for class បាទនេះគេយកអីគេយកវាយអាយ៉ាមិនបានយកវាយយើងប្រែសិនមើលលោកគ្រូហ្នឹងបានសួរសិស្សបានសួរសិស្សហ្នឹងឯងណាលោកគ្រូម្នាក់ហ្នឹងបានសួរកូនសិស្សមួយហ្នឹងថាតើហេតុអ្វីបានជាកូនសិស្សហ្នឹងមករៀនយឺតណាកាលហ្នឹងណាមិនសមមិញលោកគ្រូបានសួរកូនសិស្សម្នាក់នោះថាតើហេតុអ្វីបានជាមករៀនយឺតមានន័យអញ្ចឹងមិនបានជាគេមិនយក that why មិនបានមិនយក the reason មិនក៏មិនយកពាក្យ because អីចឹងទៅបាទអានេះគេហៅថាចាប់ពីត្រឹមនេះទៅគេហៅថា noun clause បាទ noun clause អញ្ចឹង noun clause ធម្មតា noun វាអាចធ្វើការងារជាកម្មបត្តិបានបាទហើយ ask នេះគឺកិរិយាសព្ទគេហៅថា dative មានន័យកិរិយាសព្ទត្រូវការកម្មបត្តិ2 the student នេះជាកម្មបត្តិមួយហើយ clause ទាំងមូលនេះចាប់ពី why he was late for class ហ្នឹងអាហ្នឹងកម្មបត្តិមួយទៀតអញ្ចឹង why នេះគេប្រើនៅក្នុង clause ដែលនិយាយអំពីមូលហេតុហើយចុះមិនក៏យើងមិនដាក់ដូចពាក្យ because ដាក់អីទៅដាក់មកវាអត់ត្រូវន័យវាមិនអាចទៅជា noun clause បានដាក់ because ហ្នឹងវាទៅជា adverb clause អីវិញហ្នឹងអត់ត្រូវទេអញ្ចឹងវាបាត់កម្មបត្តិមួយទៅគេធ្វើយ៉ាងណាឲ្យអានេះคล้ายទៅជា noun clause ហើយនិយាយពីមូលហេតុដាក់ why មកអញ្ចឹងណាបងប្អូនបាទអញ្ចឹងគេដាក់អានេះមកគឺត្រឹមត្រូវនិយាយអំពីមូលហេតុហើយមុខងាររបស់វាគឺជា noun អាទាំងមូលហ្នឹងគឺជា noun object របស់ as នេះហើយ the student ក៏ជា object របស់ as ដែរដោយសារតែកិរិយាសព្ទនេះវាត្រូវការ object 2បាទនិយាយប៉ុណ្ណឹងបើអ្នកមិនដែលរៀនក៏ពិបាកដែរបាទខ្ញុំទៅមុខទៀតគ្រាន់តែជាការបង្ហើបមួយទៅហើយស្រាវជ្រាវថែមទៀតលេខ8 You had better an umbrella It looks like it's going to rain បាទគេយកអីគេយក take បាទហើយចុះមិនយក taking មិនក៏មិនយក to take មិនក៏មិនយក taken អា taking នេះមិនបាត់បានទេមិនបាច់យកទេហើយអា taken នេះក៏វាគ្មានអីត្រូវទៅយកដែរអានេះវាជាទម្រង់កិរិយាសព្ទទី2អត់ត្រូវទេបាទអត់ត្រូវទេប៉ុន្តែបញ្ហា take ហើយហ្នឹង to take នេះមិនក៏មិនដាក់ to បាទអានេះច្បាប់វា had better ដាក់ infinitive without to ច្បាប់វាអញ្ចឹងដូចបទចម្រៀងគេ you better not come ណា you better not come home អីចឹងបទចម្រៀងហ្នឹងបាទអញ្ចឹងច្បាប់វាក្រោយវាគេមិនប្រើ to ផងណា had better ហ្នឹងប្រែថាគួរណាអ្នកឯងគួរតែយកឆាត់មកណាគួរតែយកឆាត់មកតាមយកឆាត់ទៅតាមមេឃហ្នឹងតំណងជាភ្លៀងហើយអញ្ចឹងណាមេឃមុខជាភ្លៀងហើយគួរតែយកឆាត់ទៅតាមទៅមានន័យអញ្ចឹង
chẳngក្រោយវាគេមិនប្រើកន្លែងខ្លះចាំវាចឹងទៅហើយបើយើងថាដាក់ធូទៅអានយើងចេះជាងច្បាប់គេហើយសួរថាម៉េចបានមិនយកធូបើច្បាប់គេមិនឲ្យដាក់ធូចប់បាទមានប៉ុណ្ណឹងទៅមុខទៀត9បាទបានតែ10សំណួរទេបងប្អូនមកវីដេអូបាទដោយសារនិយាយច្រើនបាទចង់បញ្យល់អ្នកដែលមិនតន់យល់អីឲ្យយល់ទេហើយបើបងប្អូនចង់បានឯកសារហ្នឹងតើមកទៅយកតាម page ទៅខ្វះអីគេបង្ហោះព្រមព្រៀតឬក៏តាក់ទង comment ក៏បានដែរខ្ញុំផ្ញើក្រៃលោរក page ដែលបង្ហោះឯកសារហ្នឹងមិនឃើញខ្ញុំផ្ញើទៅតែខ្ញុំគិតថាឃើញ9 The heavy rain all the teachers came to the meeting on time អានេះគេយកអីគេយក despite មានន័យថាបើទោះបីជាភ្លៀងខ្លាំងក៏ដោយក៏លោកគ្រូអ្នកគ្រូគ្រប់រូបណាបានមកប្រជុំណាបានទៅប្រជុំតាន់ពេលដែរភ្លៀងប៉ុណ្ណាក៏នៅមកប្រជុំនិយាយរឿងភ្លៀងមុននេះបន្តិចភ្លៀងចង់បាក់មេឃនៅបាត់ដំបងបាទភ្លៀងខ្លាំងមែនតើចង់ថាភ្លៀងខ្លាំងប៉ុណ្ណាក៏លោកគ្រូអ្នកគ្រូនៅទៅប្រជុំតាន់ម៉ោងបាទហើយចុះមិនក៏មិនយក although ណា although ហ្នឹងក៏ប្រែថាទោះបីជាដែរ although គេប្រើវាជាមួយនឹងclause ជាមួយនឹង clause មានន័យថាហើយចុះអាកន្លែងនេះ clause អត់នេះគិតប្រព័ន្ធនេះចាប់ពីក្បៀសមកណា clause អត់មិនមែន clause ទេ clause វាលុះត្រាតែមាន subject មួយមាន verb មួយក្នុងនេះអត់មាន subject អត់មាន verb ទេបាទមានតែ arraign នេះ noun ហ្នឹងហើយ heavy នេះគុណនាមហ្នឹង adjective modify ឲ្យrain ហ្នឹងអញ្ចឹងអត់មានកិរិយាសព្ទផងបើអត់មានកិរិយាសព្ទចង់ថាវាជា subject ក៏អត់ត្រូវធម្មតាមានប្រធានតើអត់មានកិរិយាអញ្ចឹងណាអញ្ចឹង although នេះមិនអាចប្រើបានទេកន្លែងនេះដោយសារវាមិនមែនជា clause វាគ្រាន់តែជា phrase ទេបាទ inspire ក៏ដូចគ្នាណាបាទដូចគ្នា although even though ក៏ដូចគ្នា despite អញ្ចឹងច្បាប់មួយការប្រើប្រាស់ despite ហ្នឹងគឺ noun ឬក៏ noun phrase មានន័យថា clear ជានាមណានាមដែលវែងអនឡាញទៅកើតបង្កើតជា clear មួយអាចធ្វើជា object របស់ despite បានអញ្ចឹងកន្លែងនេះយក despite ត្រូវ 100% វាអញ្ចឹងណាមូលហេតុថាមិនយក although ដោយសារតែអានេះមិនមែនជា clause ទេបាទមិនមែនជារបស់ពេញលេញទេវាគ្រាន់តែជា noun phrase ទេអញ្ចឹង despite អាចប្រើកន្លែងនេះបានអានេះច្បាប់វាអញ្ចឹងណាបាទច្បាប់វាអញ្ចឹងតើយើងទៅមើលអញ្ចឹងហើយបាទអញ្ចឹងប្រើទោះបីជាដូចគ្នាទោះបីជាភ្លៀងខ្លាំងក៏ដោយប៉ុន្តែឧទាហរណ៍បើកន្លែងនេះដាក់ថាit rain ណា it rains heavily ឧទាហរណ៍ណាអញ្ចឹងកន្លែងនេះអាចដាក់ auto បានដោយសារតែ it ហ្នឹងជា verb ជា subject ហើយ rain ណាប្រែថាភ្លៀងហ្នឹងជាកិរិយាសព្ទអាចដើរតួនាទីជា clause មួយបានអញ្ចឹងដាក់ auto នេះមកបានឧទាហរណ៍បាទកន្លែងនេះវាមិនមែនអញ្ចឹងដាក់អត់បានទេអញ្ចឹងដាក់ despite គឺត្រឹមត្រូវមកបាទមួយទៀតតែមួយសំណួរទៀតទេដំបូងខ្ញុំថា20សំណួរប៉ុន្តែនិយាយច្រើនពេក20សំណួរវែងពេកកុំឲ្យវីដេអូវែងពេកលេខ10 hardly ណា hardly the classroom when the bell rang ចុះអានេះគេយកអីគេ had I entered hardly had I entered បាទហើយចុះមិនក៏មិនដាក់ I had entered had I entered អានេះខត្រូវហើយ I entered did I entered បាទអានេះច្បាប់វាកាលណាតែគេសរសេរប្រភេទ adverb ចាបាទពាក្យ adverb ដែលនិយាយអំពី adverb និយាយពីអីទេដូចខ្ញុំភ្លេចឈ្មោះជាអង់គ្លេសកាលណាតែគេសរសេរ adverb នឹងបច្ច្រាស់ខាងដើមអានេះគេហៅថា emphatic គេប្រើដើម្បីសង្កត់ន័យឲ្យយើងមើលទៅចាប់អារម្មណ៍ឯងអញ្ចឹងទៅគេក៏បញ្ច្រាស់អាកិរិយាសព្ទបាទនេះបញ្ច្រាស់អាកិរិយាសព្ទហ្នឹងមកមុខមុខ subject បាទរកនិយាយមិនឃើញគេបញ្ច្រាស់វាដោយសារតាអំណាចនៃអា hardly នេះ hardly ហ្នឹងគេប្រែតែស្ទើរតែអញ្ចឹងណាស្ទើរតែអញ្ចឹងមូលហេតុគេហៅថា emphatic ឬក៏ inversion ក៏បានដែរក្នុងន័យថាដាក់ដើម្បីឲ្យតាក់ទាញអ្នកអានទេ
đã tới việc sừng con này ở can đặt ngôn bản năng ngay mùa hè tất đấy và mùa hè cứ miền bản năng ngay dương xua thà mấy có mình cho head in third thà bờ đạn này việt trời chiang cái line khác mình chặt tàu hạt khói ta bờ đạn này việt trời chiang để xa tới khi phải trả adverb mà nơi thằng đào chẳng là tập bản năng thể bà cho mấy con mà đã đi in third mấy trời anh đi có pha thế anh đi bị khó buồn bây giờ có ba hai mình trời tề bà hãy cho mấy con mình dọc anh đi mấy cả bà dọc anh đi mấy cái bậc kê đầm ra gọi đạp bạch trả ấy anh đi miền bạch trả tiết hai anh đi cái miền cái hai thằng auxiliary verb a này về ngay tiết đó nè bà trong p khác trong còn dây vị thi cắt tế chạp aram và cụ chạp aram thảo cho bạp vía vì miền adverb năng bạch trả chẳng đấy có cái do anh đang ta phần đấy bà tòa dân sao chưa thay tiết miền đấy là nhóm châu thằng riêng stir tại mình toàn chẳng đó np đá cần tăng nắng rồ miền này ha quạt tới kia mong bên tên ấy châu stir tại mình toàn miền này chẳng ai bà chẳng khi nhóm trai chun phần năng hay nơi tràn tiết làng bày rồi nó bà bông ơn trong tam đán cho subscribe hay là nhà cần đăng rất là mấy tam đán khi nhóm nâng chia riêng phần lật ở job và vậy bạn đã kê mình toàn bậc cả được cứu mình ta tiệm hào tới cứu cách bồng tiếng của miền on kle đây cùi sẽ âm chẳng ai và hay nè riêng riêng quạt và quạt chỉ miền bọt cái sao đấy mà quạt riêng máu sầm đạp tiệm là cái nạp lòn nữa và chẳng tạm đàn đừng ở cái này hay bà trẻ ấy có chỉ cả bậc bầy ấy tại bẩm toàn trẻ tế nhóm bỏ xài là tạm để nhóm trẻ ban sắc xa là bật lần đài bà chẳng miềnก็พอได้เจตนาอย่างนั้นอาจจะคนเอาไปกายหรือมอเอาไปสถาปนาบ้านแบบจุกนี้ในวิดีโอกล่าวเกี่ยวสมกุลสมมีเรียบเรีย